មួយនេះបាទនេះគឺជាឱកាសដំបូងដែលប្រាក់ធីវ៉ាធ្វើមិនបានសម្រេចក្រោយបាល់បញ្ជូនពីសិនកកដាពីស្លាប់ខាងស្ដាំដែលកាលនោះនៅមិនទាន់បាន1នាទីស្រួលបួលផងបន្ទាប់ពីសម្លេងកញ្ចាយបញ្ចប់ការបើកការប្រកួតដោយបាន1នាទីទាន់ទេនេះបាទចំហនេះអត់ទេអាការបញ្ជូនមុននេះហើយក៏បញ្ជូនម្ដងនេះធីវ៉ាក៏ទាត់មកបញ្ជូនបន្តពីបាទកីឡាករវគ្គស្រកលេខ4បាទប៊ុនណាត់ដាក់សម្ពាធអីយ៉ាត្រង់នេះអ្នកចាំទីនៅ3015 IFT ឬក៏តេស្តតែ intermittent fitness test ណាបាទពាក់ព័ន្ធជាមួយនឹងកម្លាំងកំណត់និងកាយសម្បទាហ្នឹងសង្ស័យបាទសង្ស័យសិននេះណាសង្ស័យហ្នឹងបងប្អូនថាកាន់ជើងខ្មែរអាឡសិនកកដានេះទាត់រ៉ាទៅអូយបាទចាប់ជាប់បាទរ៉ាំតែល្អអត់គ្រប់គ្រាន់បាទល្អគេចាប់បានគឺអត់គ្រប់គ្រាន់ទេបាទគេចាប់បានចំថ្នាក់បាទវិសាលមកផ្លោងបាល់ឆ្ងាយជាថ្មីមករកបារាំងបាទទប់ទ្រូងមួយឱកាសកាត់ចូលក្នុងតំណទាញយ៉ាងនេះមានឱកាសសល់បាល់មួយទៀតកាត់ជាថ្មីម្ដងទៀតអូយលើតែកាត់ពីមុខប៉ុន្តែអត់ចំបាល់ទេដល់ដៃរបស់អ្នកចាំទីអានីស៊ូបាត់ធីវ៉ាមិនប៉ះតែកិច្ចជាមួយអ្នកចាំទីបាទអត់អីទេលេងបន្តទៀតបញ្ជូនបន្តទៅសឹមគឹមសុកយុទ្ធទួលបាល់បញ្ជូន1 2ត្រង់នេះទម្លាក់មកវិញមួយជើងពីចម្ងាយអូហូលោតជះបាល់បានសម្រេចដោយអានីស៊ូ1 2ជាមួយនឹងធីវ៉ាអត់ទុកយូរទេទាត់តែម្ដងទៅអូហេធ្លាក់ល្អណាស់បើកកដាបាត់ត្រង់នេះមិនបានប៉ះដៃរបស់អ្នកចាំទីដែរមានការតោបាជាមួយនឹងញ៉ាកដាចិត្តបោកកាត់លឿនមួយឲ្យដូចនឹងពណ៌អាវតោវ៉ារឿងអីគេអីយ៉ាបាទថយវិញយកបាល់មកទាត់អត់មានយ៉ាងไรកាត់ក្រហមបាទសមាសពទេមិញសុកយុទ្ធនេះអូយបាទស្រួយសុកយុទ្ធដូចបានជម្រាបជូនពីមុននឹងតិចថាគេជំនាញទាត់បាល់ឆ្ងាយបាទឆ្ងាយហ្នឹងគឺទីក៏ពិបាកចាប់ដែរកម្លាំងបាល់ពេញជើងល្អប៉ុន្តែចាប់ទីអានីស៊ូរបស់បង់ក្លាដេសទូបាទបញ្ជូនឲ្យស្លាប់ខាងឆ្វេងស៊ុយបារាំងឡើងមកគ្រប់ត្រូល first touch ល្អមែនតើស៊ុយបារាំងមើលចលនាកាត់ត្រង់នេះអត់កោងសោកស្ដាយសម្រាប់ការកាត់បាល់របស់បារាំងបំណងរបស់គាត់នោះគឺចង់ឲ្យកោងទៅរករឹងមុនហៀងដែលកំពុងតែចលនាចូលទៅក្នុងប្រអប់តែអត់បានសម្រេចទេអានេះស៊ូចាប់បានស៊ុយបារាំងព្យាយាមបន្តទៅត្រង់នេះយ៉ាងណាដែរយកក្បាលទុកមួយកាត់ត្រង់នេះមិនមានអ្នកបន្ថែមទេបើមុនហៀងទៅតែឯងឬក៏បញ្ជូនឲ្យមករួមក្រុមបន្ថែមទីវ៉ាគាត់មកត្រង់នេះចូលថ្នាក់របស់អ្នកចាំទីអានីស៊ូទៅទាញមួយទៀតឥឡូវនេះលេងមកប៉ះបាល់អក់នេះបើកមកត្រូវហើយគ្រីយ៉ាឱកាសកាត់គ្រីយ៉ាអូយបញ្ជូនទៅខាងមុខនោះឲ្យបើសិនកកដាក៏បានដែរមិញបាទការក្រោះរបស់គេគឺអត់ទៅកន្លែងនេះមួយស្មើឬក៏អត់54នាទីទៅហើយសិនកកដាជាអ្នករ៉ាប់រងឬដៃមួយអាចទាត់ចូលប្រគល់ទី2បាទជួនច័ន្ទចៅក៏ឡើងដែរប្រគល់ទី2ក៏មែនបាទតែតម្លាក់អីយ៉ាអត់ទាន់តាឆ្ងាយបាទលេងឲ្យចេញបានជ្រុងម្ដងទៀតបាទជ្រុង4លើកបាទបងទាំងសងខាងឲ្យជួយមើលនៅក្នុងទីលានទៅទៀតបាទឥឡូវបាល់ជ្រុងរបស់កម្ពុជាត្រង់នេះលុតដល់បាទអានីស៊ូលុតដល់ដួលខ្លួនឯងឥឡូវពាំងមួយសិនពាំងឲ្យបាល់ចេញគឺយ៉ាបញ្ជូនឲ្យដានីមើលឃើញចលនាត្រង់នេះល្អមែនទេអត់អត់ទេតែមួយអត់ផុតអូយអ្នកចាំទីគ្រប់គ្រងចុងក្រោយហ្នឹងរៀងកំសត់ទៅហើយបាទចុងក្រោយអត់ទៀតហើយបំផ្លងចូលក្នុងប្រអប់តែត្រង់នេះនៅសល់ដានីបន្តទៅនិកថេឡឺបាទអានីស៊ូរបស់បង់ក្លានេះដានីគេមើលឃើញចលនាបើយល់ចិត្តគ្នាដែរបើទោះជាទើបតែលេងមួយគ្នាបានប្រហែលថ្ងៃតែស្រាលបន្តិចនិកថេឡឺកុំអីបើប្រងព្រៀបទៅលើបណ្ដាញសង្គមហើយបាទគប់ទៅក្រោមអីបើអ្នកចាំទីទេម្ដងចាំទីផ្ដាច់ច័ន្ទចៅបាទមានវិសាលមាននិកបាទនៅខាងមុខប្រអប់បាទល្អត្រង់នេះបញ្ជូនមកតង់ទៀតកាត់មកក្រោយឬក៏យ៉ាងណាទាញមួយសិនបញ្ជូនទៅនេះញ៉ាកដាលលើកទុកលោតប្រជែងគ្នាមួយអសើហើយចំហនេះបាទ